សួស្តីនេះថ្ងៃនេះមកឃើញទូកមួយនៅជ្រោយប្រោះហើយទូកនេះគឺទុកចោលដើមកំណើតទូកនេះគឺទូកដាក់ខ្យងយកមឹកណាអានេះម៉ាស៊ីនគេអានេះម៉ាស៊ីនដើម្បីទាញខ្យងទាញខ្សែខ្យងពីទឹកជ្រៅដែលពិបាកទាញអញ្ចឹងគេយកអានេះយកមកទាញខ្សែបង្វិលវាអញ្ចឹងទៅដូចទាញលបអញ្ចឹងប៉ុន្តែគេទាញដោយម៉ាស៊ីនគេអត់ទាញដោយដៃទេព្រោះទឹកជ្រៅហើយនេះទូកចាស់មែនតើហើយដែលបាក់បែកអស់ហើយទូកចោលទូកនេះប្រហែលជា9គូជាន់គ្រាប់ឬក៏10គូធំដែរហើយមើលខាងក្នុងវាពុកអស់បើសិនជាយកជួសជុលក៏អត់ជួសជុលបាននេះមានតែវាយធ្វើអស់ដុតបងប្អូនណាហើយកន្លែងនេះគេអាចចងខ្សែធ្វើដបូលធ្វើអីបានដែលផ្ទាក់មកខាងក្រោយនេះមើលចាំចាក់ស្ដាយហើយម៉ាស៊ីនស្វានហ្នឹងគេដាក់ម៉ាស៊ីនម៉ាស៊ុតដូចម៉ាស៊ីនកូយុនអញ្ចឹងហើយគេបញ្ឆេះទៅទឹកឬក៏ដាក់ម៉ាស៊ីនឡើងក៏បាននេះទៅឲ្យតែមានកម្លាំងទាញបង្វិលទៅហើយគេមាននេះអាដុំមូលនេះសម្រាប់ទាញខ្សែហើយនេះសម្រាប់ទាញខ្យងយកមកលើបន្ទាប់ពីទាញខ្យងមកដាក់លើហើយគេតម្រៀបនៅចំកណ្ដាលទូកហ្នឹងហើយមានទូទឹកកកមានអីដាក់ពីក្រោយហ្នឹងដើម្បីខ្លះសេមឹកហើយកន្លែងកណ្ដាលនេះគេដាក់ម៉ាស៊ីនខាងក្រោមនេះដាក់ម៉ាស៊ីនកន្លែងនេះតកងទូកអញ្ចឹងក៏មានចង្កូតមានអីទៅខាងក្រោមនេះស្រាប់ចាក់មានចង្កូតនៅខាងក្រោមហើយទូកនេះមិនដឹងទុកតាំងពីពេលណាទេពុកអស់ហើយដបូលគេដបូលនេះមិនមែនចាស់ធម្មតាចាស់យកតែមែនតើណាលំបាកអស់ហើយដាច់អស់ហើយម៉ាស៊ីននេះវាពុកនេះបាក់ដៃពុកអស់ច្រេះបាក់អស់បើសិនជាចង់ចូលទៅមើលខាងក្នុងក៏ពិបាកចូលដោយសារមានទឹកផុតជុំវិញហើយទៅភាពនឹងកប់សេរីដែរណានៅនេះទឹកស្ងប់ចេះតែហ្មងកណ្ដាលនេះនឹងដបូលទូកធំមានដែកមានអីនៅខាងលើបើសិនជិះទូកឆ្ងាយឬក៏លឿនអីនេះគេមើលបោះអាទូកនេះ